ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកន្ធីទី2បទល្មើសប្រឆាំងនឹងមនុស្សមាតិកាទី2ការប៉ះពាល់ដល់មនុស្សជំពូកទី5ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរផ្នែកទី1ការប៉ះពាល់ដល់ការគោរពដែលតម្រូវឲ្យមានចំពោះអ្នកស្លាប់មាត្រា261បទប៉ះពាល់ដល់បូរណភាពនៃសាកសពអំពើប៉ះពាល់ដល់បូរណភាពនៃសាកសពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែដល់1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលដល់2លានរៀលមាត្រា262បទប្រមាថទីបញ្ចុះសពអំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយទៅលើផ្នូរទីបញ្ចុះសពកោដ្ឋឬទៅលើសំណង់ដែលកសាងឡើងសម្រាប់រំលឹកវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណភាពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលមាត្រា263ការប៉ុនប៉ងការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរមាត្រា264ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស1ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន2ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈកាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន3ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន4ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន5ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន